បងប្អូនមើលតាក្នុងចានផាក់ឡូវរបស់ខ្ញុំតើតំណងអត់មុននឹងការចាប់ផ្ដើមបង្ហាញពីវិធីធ្វើជូនពុកម៉ែបងប្អូនមើលទៅគាត់ថាគ្រាន់តែឃើញតំណងប៉ុណ្ណានេះអូយជាមួយនឹងទឹកសៀងបែបហ្នឹងហើយបន្ថែមជាមួយនឹងម្ទេសឆាហិលរបស់ខ្ញុំទៀតអូយមួយមុខនេះថាអស់ទាស់តែម្ដងផាក់ឡូវគេវិញអូយឆ្ងាញ់ណាស់ពុកម៉ែបងប្អូនឥឡូវមុននឹងចាប់ផ្ដើមសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយ like ជួយ Subscribe នឹងខ្ញុំផាក់ឡូវនេះមានកាពះមានពវៀនតាន់ហើយនឹងមានចំមុកមានត្រចៀកអូឆ្ងាញ់ណាស់តោះយើងចាប់ផ្ដើមធ្វើទៅណែពុកម៉ែបងប្អូននេះឆ្ងាញ់អស់វិចារចិត្តកុំឲ្យខាត់ពេលវេលាបងប្អូនជួយ share ចេញឲ្យច្រើន like នឹងខ្ញុំបើសិនជាពេញចិត្តវីដេអូរបស់នាងខ្ញុំតោះយើងចាប់ផ្ដើមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកនាងខ្ញុំធ្វើផាក់ឡូវទៀតណាផាក់ឡូវថ្ងៃនេះនាងខ្ញុំធ្វើឲ្យត្រៀមសម្រាប់ធ្វើឆាមីកតាំងផាក់ឡូវកាពះជ្រូកហ្នឹងហើយនឹងធ្វើនំបញ្ចុកផាក់ឡូវអូយបងប្អូនផាក់ឡូវនេះបងប្អូនញ៉ាំមួយអីក៏ឆ្ងាញ់ដែរនំប៉័ងផាក់ឡូវក៏ត្រូវនំបញ្ចុកក៏ត្រូវញ៉ាំផាក់ឡូវជាមួយជ្រក់ល្ហុងក៏ត្រូវអូយបងប្អូនមើលគេរូបរាងគេហើយនេះខ្ញុំប្រាប់លម្អិតហ្មងតាំងពីធ្វើទឹកសៀងតាំងពីធ្វើផាក់ឡូវឲ្យមានពណ៌ស្អាតបងប្អូនកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំណាបងប្អូនមើលតែពណ៌ផាក់ឡូវខ្ញុំហ៎ឃើញឈើចង់អត់អូនខ្ញុំបង្ហាញតិចខ្ញុំថ្ងៃនេះខ្ញុំធ្វើតែ3មុខទេផាក់ឡូវគេដាក់ច្រើនណាដាក់អណ្ដាតដាក់អីទៀតតែខ្ញុំអត់ទេបងប្អូនច្រើនពេកលំពេកគេដាក់ដែរឈាមអញ្ចឹងណាបងប្អូនពេញចិត្តត្រង់ណាដាក់ត្រង់ហ្នឹងទៅផាក់ឡូវនេះខ្ញុំញ៉ាំ2ថ្ងៃមិនអស់ផងនេះខ្ញុំធ្វើតិចជ្រូកបងប្អូនកោសឲ្យស្អាតវះវារោភ្លើងរោអីយកឡាមកោវាឲ្យស្អាតណាទាំងក្នុងទាំងក្រៅអីអញ្ចឹងណានេះឃើញទេបន្ទាប់មកនេះពវៀនធំរបស់ខ្ញុំពវៀនធំរបស់ខ្ញុំបងប្អូនកុំថាពវៀនបកកមែនទេណាពវៀននេះទិញមកល្អិលរៀងលឿងធម្មជាតិរបស់វាតែខ្ញុំយកមកច្បាច់ម្សៅឆាខ្ញុំច្បាច់4 5ដងបងប្អូនលាត់ក្នុងលាត់ក្រៅច្បាច់តែខ្ញុំសូមប្រាប់ថាចេះបងប្អូនបើសិនឃើញពវៀនធំនឹងខ្លាញ់ច្រើនបងប្អូនយកចេញខ្លះតែកុំយកចេញឲ្យអស់ណាបើចេញអស់វាលែងឆ្ងាញ់ហើយតែនេះបងអូនស្រីខ្ញុំទិញមកអត់ស្រូវមានខ្លាញ់ទេអញ្ចឹងហ៎ចឹងខ្ញុំអត់យកចេញទេយកចេញទៀតអស់លែងឆ្ងាញ់ហើយបន្ទាប់មកកាពះបងប្អូនប្រឡាត់មុខប្រឡាត់ក្រោយអីស្អាតច្បាច់ដូចខ្ញុំនិយាយអញ្ចឹងណានេះប្រឡាត់វាខាងគ្នាលាងកោសវារំអិលវាឲ្យអស់លឿងអីហ្នឹងយកចេញឲ្យអស់ណាឥឡូវលាងប៉ុណ្ណឹងទឹកហើយខ្ញុំនៅយកមកស្រោះម្សាទៀតឥឡូវយើងដាំទឹកមកស្រោះទឹកកន្លះខ្ទះមកបន្ទាប់មកនេះស្រារបស់ខ្ញុំវាមាន2ម៉ាក់លឿនធ្វើផាក់ឡូវខ្ញុំធ្វើស្រាម៉ាក់ផ្សេងឥឡូវខ្ញុំធ្វើម៉ាក់នេះម៉ាក់ណាក៏បានដែរប៉ុន្តែខ្ញុំបង្ហាញឲ្យបងប្អូនឃើញព្រោះបងប្អូនតែសួរថាបងប្អូនតែខ្ញុំប្រើស្រាអីអញ្ចឹងណាយើងដាក់ចូលប្រហែលមួយស្ព្រាបាយទៅប៉ុណ្ណឹងបានហើយដាក់ស្រាចូលហ្នឹងទៅដើម្បីកាត់ក្លិនសាជ្រូកធំក្លិនជ្រូកពវៀនជ្រូកធំក្លិនអត់ល្អអីហ្នឹងស្អុយអីហ្នឹងគឺបាត់អស់ទី1ទី2បងប្អូនមានខ្ញីបងប្អូនដាក់ខ្ញីទៅដោយសារខ្ញុំមិនគិតថានៅផ្ទះមានខ្ញីឥឡូវមករកអត់ឃើញចឹងអត់អីទេមានខ្ញីដាក់ខ្ញីទៀតណាបន្ទាប់មកទឹកខ្ញុំហ្នឹងមិញវាពុះខុលហើយខ្ញុំបិទភាសាដើម្បីខ្ញុំថតវីដេអូហ៎អញ្ចឹងពេលទឹកពុះហ្នឹងខ្ញុំចាប់ដើមដាក់ត្រចៀកជ្រូកចូលដាក់ខ្ទះធំអញ្ចឹងវាស្រួលយើងស្ងោរវាឲ្យពុះហ្នឹងរយៈពេល5នាទីទៅ10នាទីអីចឹងទៅណាចានេះបងប្អូនឃើញច្រើនអញ្ចឹងណាចាំមើលតែពេលស្ងោរហើយបន្តិចមួយទេអញ្ចឹងបានពវៀនជ្រូកគេលក់ថ្លៃបោកវាចេញខ្លះផងអីខ្លះផងហ្នឹងវាសល់តែបន្តិចទេនេះចាំយើងច្បល់ត្រឡប់វាឡើងចុះណាឲ្យវាពុះពេលវាយើងរាប់ចាប់ពីពេលពុះហ្នឹងទៅ10នាទីអីទៅដើម្បីកាត់ធំក្លិនសាជ្រូកធំក្លិនអត់ល្អដូចខ្ញុំនិយាយដែរអញ្ចឹងណាបងប្អូនយើងត្រឡប់វាមកឥឡូវត្រចៀករបស់ខ្ញុំវាធំគួរសមណាអញ្ចឹងខ្ញុំពុះវាជាពីរមកបងប្អូនដើម្បីសម្រួលដល់ការនេះហ៎បងប្អូនសម្រួលដល់ការនេះចំអិនរបស់យើងណាអញ្ចឹងខ្ញុំជាវានេះសិនវាចេះមក
cắt vì một đôm trẻ của sạch nhưng vì mình toàn cho ăn tê trong vì hiện vật tịnh cắt bằng chân mắt á nâng mắt này đã che tất về hiệp quản bà đi cắt cái pin trên hai này nè nhé còn đằng bàn này hay cà pé mong ôn trong cắt cái pi của bán đây các bạn phải áp đây mình đã từng mù nè ní đôi kia cắt mà có tọa mà tiết bong ôn nhom chập đá vô kêu cây bỏ nhom á ní mình cà chan nhom đã pi bay khọp tới bàn đấy mà bị thông khăn peจะthông khăn pe pe này khác thì thông khănตลอดnhóm ở đây thếกรอบจีbản xôi tịnh mà nè nè đã mộng tịnh má hai nâng chờ ai nhưng tên nhận thế nhưng tên hành đạn cặp bông trong để xa khăn bàn vú chờ ai mình pi bập hè nhưng lại phần này miền lõ nâng mình sợ lõ tính nè bông ôn xua chân sai xua nè lụa bán chập hối có thẻ vậy tỏ phần đằng mắt hay nhầm vô bị tử liền sần dương chân ai phạt lâu bỏ dương miền po xa á cho nhầm phở phèn khoảng mặt hạ bong ôn phở phèn khoảng mặt hạ tới qua phạt lâu bởi dương có hôm lõ xa đó dương chạm máu và toàn mắt đi tâm so bọc nhóm nhưng chạ tăng khổ chạ tăng mọt năng mắn á dương linh vì là ngôi máu làng ngôi giống ạ toàn mắt này vì làng chật khiểm hái khương khởi đấy nhưng chạ liêng mình nắng nhưng chạ đi châu mắt á làm bay linh vì ở ngôi linh hái dương và thôi phương thì cái nắp khai thừa toán lên khăn của xóm ní nhưng đã score và hai chữ pi chữ phía báiឬក៏មិនជាកន្លះបាយយើងមកខ្ញុំកូរធ្វើស៊ីអ៊ីវខាប់ở đây យើងហៅនិយាយថាស៊ីអ៊ីវខាប់ហ្នឹងណាចាយើងកូរវាមកផ្ទះខ្ញុំវារៀងស្រាព្រោះចក្រានហ្នឹងវាកាក់កើចោលទុកវាបន្តិចអញ្ចឹងវាកន្លាប់ឡើយហើយអញ្ចឹងយើងកូរវាមកណាកូរវាមកអញ្ចឹងណាកូរវាមកអញ្ចឹងហើយឲ្យវាឡើងជើងក្រងឡើងឈ្ងុយអញ្ចឹងខ្ញុំដាក់ម្សៅស៊ុបមកមកសាភាកាហ្វេមក2ដងតិចហ្នឹងគឺមកសាភាកាហ្វេបន្ទាប់មកគឺខ្ញុំប្រើជាមួយនឹងអំបិលបន្តិចណាអត់ដាក់ច្រើនទេដាក់បន្តិចណាបងប្អូនកុំឲ្យវាប្រៃអំបិលមកសាភាកាហ្វេដែរហើយខ្ញុំប្រើអំបិលមកសាភាកាហ្វេបន្ទាប់មកខ្ញុំចាក់ទឹកត្រីចូលណាទឹកត្រីខ្ញុំដាក់ប្រហែលជាកន្លះវែកសាឡមកខ្ញុំបន្ថែមជាមួយនឹងស៊ីអ៊ីវខាប់ណានេះស៊ីអ៊ីវខាប់ខ្ញុំដាក់ប្រហែលជា2ស្លាបព្រាបាយអញ្ចឹងទៅបងប្អូនមើលតាមជាក់ស្ដែងបងប្អូនចូលចិត្តពណ៌ប៉ុណ្ណាបងប្អូនដាក់ពណ៌ប៉ុណ្ណឹងណាបន្ថែមទៅឲ្យរឿងពណ៌ហ្នឹងវាអត់សំខាន់ទេប៉ុន្តែពណ៌ហ្នឹងក៏វាធ្វើឲ្យយើងមានការតាក់ទាញឲ្យស្អាតនឹងថាចាប់អារម្មណ៍មើលទៅម្ហូបនឹងតំណងឥឡូវខ្ញុំបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់សាច់ចូលណាដាក់ចូលវាមកដាក់ចូលហើយយើងបើកភ្លើងឲ្យខ្លាំងយើងចាក់ទឹកចូលទៀតឥឡូវខ្ញុំរងាស់វាកន្លះម៉ោងក្រោយមកទឹកចាប់ដើមរីងតិចហើយបងប្អូនពេលវេលាមិនសំខាន់ទេសំខាន់នៅពេលវេលាដែលបងប្អូនប្រើកម្លាំងភ្លើងប៉ុណ្ណា
ឥឡូវនេះបងប្អូនសាច់ដែលឆ្អិនមុនគេគឺសាច់ត្រចៀកនេះឯងហើយសាច់ត្រចៀកនេះបងប្អូនហាមឲ្យរលួយបើសិនជាបងប្អូនរងាស់ឲ្យរលួយគឺចប់ហើយផាក់ឡូវនេះគឺវាអត់ឆ្ងាញ់ទេវាទម្លាន់តែម្ដងវាទម្លាន់ខ្លាំងណាវាញ៉ាំអត់កើតណាបងប្អូនយកសាច់ឆឹបទៅហើយសាច់ដែលនៅមិនទាន់ផុយហ្នឹងគឺកាពះហើយនឹងពវៀនវារៀងស្វិតជាងគេអញ្ចឹងខ្ញុំស្រង់តាត្រចៀកហើយនឹងកាពះមកចាំមកទទួលទៀតខ្ញុំមកងាប់ហែ10នាទី20នាទីអីទៀតកាពះពវៀនឆ្អិនបានយើងលើកម្សាទៀតនេះខ្ញុំចាប់ដើមរងាស់ពេលវារីងទឹកបងប្អូនអាចបន្ថែមទឹកតិចមកសំខាន់រយៈពេលមិនសំខាន់ទេបងប្អូនសំខាន់បងប្អូនទិញជ្រូកកាពះជ្រូកហ្នឹងវាសាច់ចាស់សាច់ស្វិតប៉ុណ្ណាសំខាន់បងប្អូនចាក់ទៅបើថាវាផុយហើយបងប្អូនគិតថាវាឆ្អិនបងប្អូនអាចស្រង់បានឥឡូវយើងស្រង់ទុកមកហើយយើងចាប់ដើមធ្វើទឹកសៀងណាឥឡូវខ្ញុំចាប់ដើមធ្វើទឹកសៀងហ្នឹងណាទឹកសៀងនេះខ្ញុំចាប់ដើមដាក់ខ្ទឹមមកបំពងមកឲ្យវាឈ្ងុយពេលយើងបំពងឈ្ងុយហើយចាំយើងចាំដាក់សៀងទៀតណាបងប្អូននេះគឺជាទឹកសៀងរបស់ខ្ញុំណាសៀងនេះគឺសៀងគ្រាប់ដែលខ្ញុំកិនណាប៉ុន្តែបងប្អូនឃើញខ្លាញ់នៅពីលើហ្នឹងគឺខ្ញុំថ្ងៃមុនហ្នឹងខ្ញុំឆាសៀងអញ្ចឹងទៅវានៅអញ្ចឹងខ្ញុំចាក់ចូលគ្នាទៅណាចាក់ចូលអាថ្មីអាចាស់ចូលគ្នាបងប្អូនមានអាសៀងផ្អែមយើងក៏បានសៀងប្រៃក៏បានតែបើមានសៀងផ្អែមគឺល្អយើងកិនវាឲ្យម៉ត់ទៅណាហើយយើងចាក់ចូលនេះឈ្ងុយហើយខ្ញុំចាក់វាចូលមកណាđangរៀងរាវបន្តិចដោយសារនេះបន្ទាប់មកខ្ញុំចាក់នេះ10សៀងខ្មៅហ្នឹងខ្ញុំចាក់ចូលមកកូរវាណាបន្ទាប់មកទៀតនេះទឹកសៀងថ្ងៃនេះគឺធ្វើរៀងលាយជាមួយនឹងទឹកផាក់ឡូវដែលខ្ញុំខមិញហ្នឹងណាដែលយើងផាក់ឡូវមិញហ្នឹងណាខ្ញុំដួសមកបងប្អូនជួយដាក់ធ្វើច្រើនដាក់ច្រើនធ្វើតិចដាក់តិចយើងយកជាតិមួយផាក់ឡូវហ្នឹងណាដាក់ឲ្យក៏បងប្អូនកុំអានដាក់គ្រឿងអីទាំងអស់យើងភ្លក់សិនណាបន្ទាប់មកទៀតខ្ញុំបន្ថែមជាមួយនឹងសាតេបន្តិចបងប្អូនខ្ញុំដួសសាតេមកណានេះដាក់មកដុំមកប៉ុណ្ណឹងមកណាហើយយើងចាប់ផ្ដើមភ្លក់ទៅយើងភ្លក់ឲ្យមានរសជាតិប្រៃផ្អែមណាឥឡូវទឹកសៀងរបស់ខ្ញុំភ្លក់ទៅល្មមប្រៃផ្អែមល្មមអញ្ចឹងបន្ទាប់មកនេះខ្ញុំកូរម្សៅឆានេះបងប្អូនម្សៅឆាយើងកូរមកយើងចាក់តិចតិចណាវាចាប់ដើមខាប់ហើយខាប់ប៉ុណ្ណឹងបានហើយទឹកសៀងនេះបងប្អូនអាចញ៉ាំជាមួយនឹងផាក់ឡូវទទេមួយជ្រក់ក៏បានហើយនឹងយកទៅស្រូបលើទឹកនំបញ្ចុកយើងក៏បានណាតោះបានហើយតោះឥឡូវយើងចាប់ដាំហាន់ញ៉ាំទៅថ្ងៃនេះខ្ញុំដាក់កសក់ហើយនឹងជ្រក់ហើយវីដេអូនេះខ្ញុំកាត់ជ្រក់ចោលដល់កុំឲ្យវាវែងពេកបងប្អូនជ្រក់ផាក់ឡូវខ្ញុំចេញច្រើនដងណាបងប្អូនអាចចូលទៅមើលរបស់ខ្ញុំបាននេះកសក់ខ្ញុំកាត់បែបនេះមកខ្ញុំសម្រាប់ដាក់ចានណាបងប្អូនដាក់តាមការចូលចិត្តទៅដាក់ប្រមាណដាក់តាំងហ្នឹងណាផាក់ឡូវខ្ញុំហាន់វាមកបងប្អូនហាន់បែបណាក៏បានដែរណាខ្ញុំហាន់បែបនេះជាហាន់ចំណិតឆិតចឹងមកឃើញទេពុកម៉ែបងប្អូនដំណងណាវាខ្ញុំហាន់ប្រឆិតចឹងមកណាបងប្អូនឃើញទេអូតំណងណាស់ហើយឈ្ងុយមែនតែនហើយខ្ញុំភ្លក់មួយម៉ាត់មិញបងប្អូនហើយឆ្ងាញ់មែនពុកម៉ែបងប្អូនមិនត្រឹមតែរូបរាងស្អាតបាតទេណាសម្រស់ឆោតឆាយទេចឹងផាត់ឡូវរបស់ខ្ញុំគឺថារសជាតិវិញអូយខ្ញុំមិនថាធ្វើម្ហូបអីក៏ខ្ញុំអួតថាឆ្ងាញ់អត់ទេណាឆ្ងាញ់បានខ្ញុំចេញវីដេអូជូនពុកម៉ែបងប្អូនបានឃើញអញ្ចឹងណាយើងហាន់មកមុខតិចមកកាពះអីអញ្ចឹងណាហើយកាពះនេះខ្ញុំទុកទៅធ្វើឆាមីកតាំងកាពះទៀត
បងប្អូនចាំតាមដានមីកតាំងកាពះរបស់ខ្ញុំណាហើយនឹងផាក់ឡូវនំបញ្ចុកផាក់ឡូវជ្រក់យើងដាក់អញ្ចឹងមកណាបងប្អូនក៏ឃើញតំណងហ៎អញ្ចឹងបានសេចក្តីថាវីដេអូនៃការធ្វើផាក់ឡូវរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយចំពោះជ្រក់នេះបងប្អូនចូលចិត្តបន្ថែមការ៉ុតបន្តិចក៏បានឬមួយក៏ថែមទឹកសក់ក៏បានតែសម្រាប់ខ្ញុំគឺចែកបែបនេះណាហើយផាក់ឡូវបងប្អូនកុំធ្វើរសជាតិដិតរសជាតិឡមល្មមញ៉ាំជាមួយនឹងសៀងជាមួយនឹងជ្រក់គឺល្មមតែម្ដងណាតោះឥឡូវនាងខ្ញុំគោរពលាពុកម៉ែតែប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូថ្មីក្រោយទៀតណាអរគុណច្រើនជម្រាបលា